គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel YouTube ខ្ញុំបាទបងប្អូនកុំភ្លេចជួយចុច Like ជួយចុច Subscribe ម្នាក់មួយផងបាទឥឡូវខ្ញុំនាំបងប្អូនមកបាទមើលពីការធ្វើដំណើរទៅកាន់សាលារៀនតំបន់ដាច់ស្រយាលមួយកន្លែងនៅក្នុងខេត្តមណ្ឌលគិរីឥឡូវយើងធ្វើដំណើរដល់ចូលក្នុងព្រៃហើយបាទអញ្ចឹងតាមផ្លូវគឺមានព្រៃឈើធំៗដុះជុំវិញផ្លូវបាទមានទេសភាពស្រស់ស្អាតម្យ៉ាងដែរបាទប៉ុន្តែក៏ជួបការលំបាកច្រើនបាទពិសេសនៅរដូវវស្សាបាទត្រូវឆ្លងទឹកឆ្លងអូរជិះទូកបាទគឺបើធ្វើដំណើរម្នាក់ឯងគឺពិបាកបាទចាំបងអាចទស្សនាលេងទៅវាងាយស្រួលអត់សម្រាប់គ្រូបង្រៀនដែលនៅតំបន់ដាច់ស្រយាលនិងជួបការលំបាកឥឡូវមកដល់ចំណុចនេះបាទគឺយើងមិនអាចឆ្លងបានទេដោយសារថ្ងៃនេះគឺខ្ញុំធ្វើដំណើរតែម្នាក់ឯងទេបាទហើយទឹកក៏ហូរខ្លាំងហើយមកខាងលើនេះកន្លែងដែលយើងត្រូវឆ្លងដោយទូកដរនេះក៏ទូកគេអត់ទាន់ចុះជុលហើយទៀតបាទគឺខូចហើយចឹងគេដោះទុកចោលអញ្ចឹងខ្ញុំមានតែបកទៅក្រោយវិញបាទត្រឡប់ទៅបាទខេត្តវិញអត់ទាន់អាចធ្វើដំណើរដល់ទេបាទអញ្ចឹងមកដល់កន្លែងនេះគឺខ្ញុំកាត់តទេបាទបន្ទាប់ពីឆ្លងអូរនោះហើយបាទអញ្ចឹងយើងនៅមានអូរមួយទៀតបាទគឺដល់ចំណុចនេះគឺយើងហៅថាអូទេបាទអូនេះគឺធំបាទនេះទឹកអត់ទាន់ឡើងខ្លាំងទេប៉ុន្តែយើងអាចឆ្លងបាទឆ្លងទៅដោយជិះទៅបានទេគឺមានតែចម្លងលើទូកបាទឥឡូវយើងចាប់ដើមដល់លើទូកហើយបាទទឹកឡើងខ្លាំងបងប្អូនបាទទុកនេះគឺគាត់ត្រូវទាញខ្សែពួរនេះទេបាទមិនមែនទុកដោយប្រើម៉ាស៊ីនឬក៏ចែវទេគឺយើងប្រើខ្សែពួរដើម្បីទាញចម្លងទៅត្រើយខាងទៀតពេលណាបងអូទៅឡើងហ្នឹងចឹងបាទសិនជាបងប្អូនមានអារម្មណ៍បែបណាវិញតាមនោះឡើងមកសារហើយឡើងពីងាយសោះតាមតាមឡើងទៅពេលព្រឹកនេះទីតាមតាមហើយទៅឡើងនៅសមាជិកទៀតអត់សញ្ញា